ជប៉ុនតង់xong110 វ៉ុល frequency 60 Hz ខ្មែរយើង220 ទៅ 240 frequency 50 Hz តើពីរនេះខុសគ្នាដូចម្ដេចហើយហេតុអ្វីបានជាខុសគ្នាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់ទាំងអស់គ្នានៅចំណុចមួយចំនួនដែលខ្ញុំបានដកស្រង់យកមកបញ្យល់បញ្ជាក់មិនទាំងអស់ទេវាជាមួយចំណែកតូចមូលហេតុនៃការខុសគ្នាហើយនឹងពាក់ព័ន្ធនឹងការប្រើប្រាស់អញ្ចឹងពាក់ព័ន្ធនឹងតង់xongយើងដឹងថាតង់xongគឺជាកម្លាំងបញ្ជូនអញ្ចឹងប្រសិនបើតង់xongទាបនោះគឺការបញ្ជូនខ្សោយប៉ុន្តែគ្រោះថ្នាក់ក៏ទាបដែរតង់xongខ្ពស់គ្រោះថ្នាក់ធំប៉ុន្តែការបញ្ជូនល្អអញ្ចឹងមូលហេតុដែលជប៉ុនប្រើប្រាស់តង់xongត្រឹមតែ100ទៅ110 វ៉ុលដោយសារគេគិតពីសុវត្ថិភាពប៉ុន្តែត្រូវការចំណាយច្រើនលើការបញ្ជូនដូចជាការប្រើប្រាស់ transfer ឬក៏ការប្រើប្រាស់ខ្សែឲ្យធំជាងធម្មតាប៉ុន្តែយើងគឺផ្ដោតលើការបញ្ជូនខ្លាំងអញ្ចឹងយើងត្រូវប្រើប្រព័ន្ធខ្សែដីដើម្បីការពារមួយចំនួនទៀតប៉ុន្តែការបញ្ជូនយើងគឺល្អជាងជប៉ុនប៉ុន្តែយើងគ្រោះថ្នាក់ខ្លាំងជាងជប៉ុនហើយហេតុអីបានជប៉ុនជ្រើសរើសយកប្រព័ន្ធហ្នឹងក្រៅពីសុវត្ថិភាពដោយសារជប៉ុនចាប់ផ្ដើមរៀបចំបណ្ដាញអគ្គិសនីនៅក្នុងប្រទេសរបស់គេនោះគឺនៅចុងសតវត្សទី19ជំនាន់នោះគឺគេរៀបចំបណ្ដាញតង់xongទាបនៅក្នុងប្រទេសរបស់គេដោយយកលំនាំបច្ចេកវិទ្យាពីលោក Thomas Edison ជនជាតិអាមេរិកដោយគេគិតផ្ដោតលើសុវត្ថិភាពខ្ពស់អញ្ចឹងទៅគេរៀបចំប្រព័ន្ធនោះហើយជំនាន់នោះគឺទ្រឹស្ដីហើយនឹងបច្ចេកវិទ្យារបស់លោក Thomas ហ្នឹងគឺល្បីមែនទែនពេញពិភពលោកអញ្ចឹងជប៉ុនក៏ជ្រើសរើសយកការរៀបតង់xongនេះតាមប្រព័ន្ធរបស់លោក Thomas Edison ដែលតង់xongទាបរបស់ជប៉ុនគឺត្រឹមតែ100ទៅ110 វ៉ុលទេហើយនឹង frequency គឺ60 Hz ប៉ុន្តែកម្ពុជារបស់យើងគឺរៀបចំប្រព័ន្ធអគ្គិសនីនៅក្នុងបើខ្ញុំស្របស្រាវជ្រាវគឺនៅក្នុងសម័យអាណានិគមបារាំងអញ្ចឹងជំនាន់នោះគឺយើងអត់ទទួលឥទ្ធិពលពីប៉ែកអឺរ៉ុបហ្នឹងគឺប្រទេសគេអស់នោះគឺគេប្រើ220អញ្ចឹងដូច្នេះយើងក៏ follow តាមគេការពិតយើងអត់ដឹងយើងអត់ច្បាស់គេជំនាន់ហ្នឹងគឺយើងរៀបចំតាមគេទេគឺគេប្រទេសគេដើរដល់ហ្នឹងគេប្រើអញ្ចឹងយើងក៏ follow តាមហ្នឹងហើយណាមួយយើងគិតអញ្ចេះអានេះយើងគិតក្រៅផ្លូវការណាអានេះអ្វីខ្ញុំគិតទេណាខ្មែរយើងអត់មានរោងចក្រផលិតវិទ្យុអគ្គិសនីអីដូចឥឡូវទេពីមុនគឺយើងយកភ្លើងពីខាងក្រៅមកឬក៏ពីតំបន់មួយទៅតំបន់មួយគឺឆ្ងាយហើយយើងក៏មិនសម្បូរធនធានអីដូចជប៉ុនដែរអញ្ចឹងបើយើងដឹកជញ្ជូនភ្លើងឆ្ងាយអញ្ចឹងបើយើងប្រើភ្លើងតង់xongទាបគឺពិបាកជញ្ជូនណាគឺបាត់តង់xongច្រើនមែនតើខាតបង់កំហាតខ្លាំងមែនតើតម្រូវឲ្យប្រើ transfer នឹងក៏ច្រើនប្រើខ្សែនឹងក៏ធំចំណាយលុយច្រើនមែនតើតែបើយើងប្រើ220ការបញ្ជូនល្អហើយចំណាយតិចជាងការប្រើ110តែបញ្ជាក់ណាអាការស៊ីភ្លើងពូស៊ីភ្លើងខ្ញុំអត់និយាយណាខ្ញុំនិយាយអំពីការបញ្ជូនណាតិចកុំច្រឡំចាប់កំហុសអីកន្លែងហ្នឹងទៀតឲ្យយល់កន្លែងហ្នឹងផងបញ្ជាក់គឺការប្រើប្រាស់អញ្ចឹងឯងប៉ុន្តែសម័យនេះគឺបំលែងបានតើយើងមានដុំអីសម្បូរបែបទាំងអីហ្នឹងអញ្ចឹងស្រុកខ្មែរយើងទិញគ្រឿងទៅជុះពីជប៉ុនមកកកោកហ្នឹងបំលែងភ្លើងពី100 110មក220ប្រើព្រាតអត់មានបញ្ហាអីទេគ្រាន់ថាការកែច្នៃដុំបំលែងភ្លើងហ្នឹងឲ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងកម្រិតអាំពែកាលណាប្រើលើសឬក៏ប្រើមិនត្រឹមត្រូវហ្នឹងវាអាចក្តៅឆេះផ្ទុះដុំនឹងអីចឹងទៅវាគ្រោះថ្នាក់ធ្ងន់ណាអញ្ចឹងគួរតែបើទិញឧបករណ៍ណាដែលមានតម្លៃសមរម្យល្អកុំថោកពេកហើយមើលគុណភាពមើលអី brand ម៉ាកអីត្រឹមត្រូវផងកុំចេះតែកែច្នៃអាដុំហ្នឹងអាចចូលចេញហ្នឹងខុសគ្នាហ្នឹងរបបនៃការរួមហ្នឹងឲ្យមើលឲ្យត្រឹមត្រូវផងជា brand ជាម៉ាកអីត្រឹមត្រូវមកកុំចេះតែច្នៃផ្ដេសផ្ដាស់ព្រោះអីកាលណាច្នៃផ្ដេសផ្ដាស់អញ្ចឹងគឺវាអាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរមិញខ្ញុំនិយាយអំពីតង់xongឥឡូវនិយាយអំពី frequencyអញ្ចឹងជប៉ុនគឺ frequency 60យើង50អញ្ចឹង frequency នេះត្រូវការយល់រមុនមកនិយាយច្រើនណាខ្ញុំសុំកាត់អត់និយាយទេណាវាវែងឆ្ងាយពេកខ្ញុំគ្រាន់ចង់បញ្យល់បន្តិចឲ្យបងប្អូនគ្នាយល់ថាអញ្ចេះ frequency វាពាក់ព័ន្ធនឹងលបឿនឧទាហរណ៍ដូច motor អញ្ចឹងបើប្រើ motor frequency 60គឺវានឹងវិលលឿនជាង frequency 50ប្រហែលជា 20% ជាងអញ្ចឹងអានេះទាំងអស់គ្នាទៅស្វែងយល់បន្ថែមទៀតតើវាយ៉ាងម៉េចបន្តទៀតគ្រាន់តែខ្ញុំចង់បញ្ជាក់ថាបើយើងប្រើ frequency 60គឺ motor វិលលឿនជាងប្រើ frequency 50អូខេអានឹងវាពាក់ព័ន្ធនឹងដុំស្ពីរបស់ motor អីផ្សេងចំនួនជុំនៃ motor ហ្នឹងណាអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេគ្រាន់បញ្ជាក់សាដើមវិញគឺតង់xong110និង120គឺយើងប្រើប្រាស់បំលែងបានច្នៃបានដូចគ្នាប្រើបានដូចគ្នាគ្រាន់ថាយើងត្រូវការប្រើដុំបំលែងហើយខុសគ្នាត្រង់ថាតង់xong110គ្រោះថ្នាក់តិចប៉ុន្តែការបញ្ជូនខ្សោយតង់xong220គ្រោះថ្នាក់ខ្លាំងតែការបញ្ជូនល្អហើយការចំណាយតិចពាក់ព័ន្ធទៅនឹងទំហំខ្សែបើជប៉ុនគឺត្រូវការប្រើខ្សែធំជាងយើងអស់លុយច្រើនអូខេអរគុណ